ធានានឹងការពង្រីកផ្លូវបន្ថែមដើម្បីអីមិនតែតែផ្លូវនោះទេឥឡូវយើងមានផែនការមួយគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភារកម្មកម្ពុជាភស្តុភារកម្មគឺមជ្ឈមណ្ឌលនៃការចែកចាយមណ្ឌលនៃភស្តុភារកម្មដែលអាចជួយសម្រួលបង្កើតសេដ្ឋកិច្ចនេះអញ្ចឹងផែនការមួយរបស់យើងគឺយើងមានក្រុមរៀបចំ11កន្លែងនៅទូទាំងប្រទេសមជ្ឈមណ្ឌល Logistics ភ្នំពេញមជ្ឈមណ្ឌល Logistics ប្រទេសអនុស្ទូល Logistics បវត្តស្ទូល Logistics ប៉ោយប៉ែតមជ្ឈមណ្ឌល Logistics សៀមរាបមជ្ឈមណ្ឌល Logistics កំពតមជ្ឈមណ្ឌល Logistics កំពង់ចាមមជ្ឈមណ្ឌល Logistics បាត់ដំបងមជ្ឈមណ្ឌល Logistics ពោធិ៍សាត់មជ្ឈមណ្ឌល Logistics ទីមន្ត្រីនិងមជ្ឈមណ្ឌល Logistics កំពង់ធំអញ្ចឹងតើប្រសើរឈាមហើយសម្រួលដឹកជញ្ជូនហើយទៅរៀបចំជាមណ្ឌល Logistics ដើម្បីងាយស្រួលក្នុងការដឹករបស់រួមចែកចាយសម្រួលដល់តម្លៃទំនិញផងអញ្ចឹងថ្ងៃក្រោយគឺបង្កើតសកម្មភាពសេដ្ឋកិច្ចបន្ថែមទៀត